នៅថ្ងៃទី8 ខែកុម្ភៈឆ្នាំ2026ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីចំនួន42នាក់ស្រី27នាក់បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីដើម្បីចុះពិនិត្យព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋដែលឥតគិតថ្លៃនៅក្នុងសាលាបឋមសិក្សាអង្គព្រះស្រីឃុំប្រេងញាតស្រុកគងពិសីខេត្តកំពង់ស្ពឺឯកឧត្តមលេងផាលីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានថ្លែងថារាល់ពេលប្រទេសជាតិជួបការលំបាកឧបសគ្គធំៗជាក់ស្ដែងនៅពេលថ្មីៗនេះគឺមានការឈ្លានពានពីប្រទេសថៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីគឺជាកងទ័ពអាវសនៅប្រកៀកស្មាជាមួយនឹងវរៈកងទ័ពជួរមុខនិងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនគ្រប់កលៈទេសៈនៅគ្រប់គ្រាលំបាកមកដល់ពេលនេះរង្វង់ម៉ោង11នេះយើងគិតទៅគម្រោងយើងព្យាបាលថ្ងៃនេះរង្វង់តែ600នាក់ឯងប៉ុន្តែឥឡូវជារដ្ឋឡើង1000នាក់ជាងថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ាណីមិនធ្វើតែថ្ងៃនេះទេតាមពិតកម្មវិធីដែលយើងនៅខេត្តកំពង់ស្ពឺនេះច្រើនលើកច្រើនដងជាក់ស្ដែងក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ាណីបើយើងគិតពីសាវតាវិញកើតឡើងថ្ងៃ2ធ្នូ2012មកដល់ថ្ងៃទី8 ខែ 2 ឆ្នាំ2026នេះយើងគិតទៅរយៈពេល14ឆ្នាំយើងគិតទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ាណីកើតឡើងដំបូងមានតែ12នាក់ឯងឥឡូវបច្ចុប្បន្ននេះឡើងដល់36000នាក់ហើយបើយើងគិតពីសាខាវិញមានរហូតដល់28សាខាបើយើងគិតពីចំនួនលើកវិញពិនិត្យព្យាបាលជារដ្ឋបានរហូតដល់2435លើកបើយើងគិតពិនិត្យព្យាបាលជារដ្ឋវិញយើងធ្វើបានរហូតដល់14លាននាក់បើយើងគិតសេវាជាមធ្យម50វិញយើងគិតថាវះកាត់មធ្យមក៏អស់$500ឬ2លានឬដូងបាតឧទាហរណ៍បងវិជ្ជបណ្ឌិតតូចយ៉ាននៅចិត្តនេះយើងដឹងហើយឬដូងបាតពេលណាជំងឺធ្ងន់អស់ច្រើនណាស់ហើយជាក់ស្ដែងដូចខាងក្រោយខ្នងនេះតិចចំោះវងកគាត់ប្រើឧបករណ៍ទំនើបផុសអាមេរិកឬផុសអាល្លឺម៉ង់យើងគិតថាឧបករណ៍មួយ$200អញ្ចឹងយើងគិតថាបើជំងឺភ្នែកក៏ដូចគ្នាដែរយើងចែកបន្តាឬមួយយើងប្រើឧបករណ៍យើងអាចវះកាត់ភ្នែកអីផ្សេងគឺថ្លៃដែលខ្ញុំគិតថាតម្លៃ50នេះជាមធ្យមតម្លៃសមរម្យអញ្ចឹងយើងគិតទៅព្យាបាលជារដ្ឋបាន14លាននាក់សរុបអស់ប្រហែលជា$700លានសហរដ្ឋអាមេរិកច្រើនណាស់ជាក់ស្ដែងថ្មីនេះចៅសៀមឈ្លានពានកម្ពុជាយើងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ាណីគឺនៅប្រកៀកស្មើគ្នាជាមួយវីរៈកងទ័ពនិងប្រជាពលរដ្ឋភាសាគ្រប់កលៈទេសៈនិងគ្រាលំបាកជាក់ស្ដែងចាប់តាំងពីថ្ងៃទី14ខែមិថុនាឆ្នាំ2025មកដល់បច្ចុប្បន្ននេះថ្ងៃទី8ខែកុម្ភៈឆ្នាំ2026នេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីបានអប់រំផ្សព្វផ្សាយពិនិត្យព្យាបាលជារដ្ឋដែលជាអំណោយដ៏ថ្លៃថ្លារបស់អាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យចិត្តហ៊ុនម៉ាណីពិនិត្យព្យាបាលជារដ្ឋបានរហូតដល់270,000នាក់ជាងក្នុង7ខេត្តដែលនៅតាមបន្ទាត់ព្រំដែនព្យាបាលជនភៀសសឹកអញ្ចឹងទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់អាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីអញ្ចឹងជាចុងក្រោយនេះមានការពំនាំសួរសុខទុក្ខពីអាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីក៏ដូចអាដាមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលសួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូពេទ្យក៏ដូចបងប្អូនប្រជាពលរដ្ឋលោកហនពិសិដ្ឋអភិបាលស្រុកគងពិសីនិងលោកច័ន្ទសុនមេឃុំប្រេងយិតព្រមទាំងប្រជាពលរដ្ឋបានគ្រប់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីដែលបានផ្ដល់នៅក្រុមគ្រូពេទ្យសម្រាប់ពិនិត្យព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយក្នុងនាមអាជ្ញាធរស្រុកគងពិសីក៏ដូចជាឃុំទាំង13ជាពិសេសឃុំប្រេងញាតខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានផ្ដល់នៅក្រុមគ្រូពេទ្យសម្រាប់ព្យាបាលនៅជំងឺជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយខ្ញុំសូមបញ្ជាក់ជូនដែរថាអាដាមឧបនាយករដ្ឋមន្ត្រីលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺយើងផងដែរអាដាមតែងតែយកចិត្តទុកដាក់នៅគ្រប់សកម្មភាពទាំងអស់មិនថាឡើយតែសកម្មភាពនៃពេទ្យស្ម័គ្រចិត្តទេមានន័យថាគ្រប់សកម្មភាពទាំងទុកកង្វល់របស់ប្រជាពលរដ្ឋបងប្អូនជនភៀសសឹកបងប្អូនដែលយុទ្ធជនសមរភូមិមុខក៏អាដាមលោកតែងតែយកចិត្តទុកដាក់ព្យាបាលជួយសួរសុខទុក្ខក៏ដូចជាផ្ដាំផ្ញើមកអាជ្ញាធរស្រុករបស់យើងឲ្យជួយគ្រប់គ្រងនៅគ្រប់
ជាពិសេសក៏ប្រជាពលរដ្ឋដែលយើងជួបការលំបាកផងដែរពេលដែលបានគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនម៉ាណីបានចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះចំពោះអារម្មណ៍របស់យើងខ្ញុំគឺមានសេចក្តីរំភើបរីករាយសប្បាយក្នុងចិត្តជាពិសេសប្រជាពលរដ្ឋដែលចូលមកព្យាបាលនេះមិនក្រោមពី1000នាក់ទេបាទមានច្រើនកុសកលមែនទែនហើយគាត់ម្នាក់សុទ្ធតែបានបញ្ចេញនូវភាពសប្បាយរីករាយដោយសារតែគាត់នឹងម្នាក់សុទ្ធតែមានរោគានៅក្នុងខ្លួនហើយការទៅព្យាបាលនោះបានឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីបានផ្ដល់គ្រូពេទ្យស្ម័គ្រចិត្តឲ្យមកព្យាបាលជំងឺដោយឥតគិតថ្លៃនេះគឺគាត់មានសេចក្តីសប្បាយរីករាយក្នុងចិត្តគាត់មែនទែនបានជូនថ្នាំខ្ញុំលើឈាមផងទឹកនោមផ្អែមហងហ្នឹងអរគុណហើយបានយកទៅហូបហ្នឹងឲ្យបានខ្ញុំបានជាដាច់ទៅសូមអរគុណអាយុ100ចាបាទជាពិសេសខ្ញុំបាទសូមអរគុណក្រុមគ្រូពេទ្យហ៊ុនម៉ាណីបាទទាំងអស់គ្នាហ្នឹងសូមជូនពរឲ្យបានសុខភាពល្អបាទអរគុណណាស់ឯកឧត្តមថេងបញ្ញធនប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំប្រញៀតនិងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីទទួលបន្ទុកផ្នែកផែនការយុទ្ធសាស្ត្របានលើកឡើងថាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានចុះពិនិត្យព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នេះគឺជាចក្ខុវិស័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានគិតគូរថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូបចឹងហើយដើម្បីលើកកម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋបានលោកតែងតែគិតគូរណែនាំដល់ក្រុមគ្រូពេទ្យនេះតែងចុះតែជាប្រចាំមិនមែនតែក្នុងឃុំព្រៃញៀតនេះទេគឺក្នុងនាមជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តគឺខ្ញុំបានឃើញទស្សនវិជ្ជានឹងជារួមទូទាំងប្រទេសហើយគឺមកដល់ពេលនេះគឺប្រមាណជាជិត15លាននាក់ហើយដែលក្រុមគ្រូពេទ្យនេះបានព្យាបាលជូនអញ្ចឹងទេការព្យាបាលនេះប្រជាជននឹងគឺពេញចិត្តដោយសារថាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីគឺបានរៀបចំជាក្រុមគ្រូពេទ្យនឹងគឺសុទ្ធតែពេទ្យដែលមានជំនាញហើយឱសថសម្រាប់ការព្យាបាលអីទាំងអស់នេះគឺប្រកបដោយគុណភាពចឹងហើយប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលឬក៏មកទទួលបានសេវានេះគឺស្ថានភាពសុខភាពរបស់គាត់គឺត្រូវបានលើកកម្ពស់ចឹងហើយគឺឲ្យតែលឺសូរក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងចុះគឺប្រជាពលរដ្ឋទុស្ទាមកចូលរួមមកទទួលយកសេវានៃការព្យាបាលនេះគឺពិតជាការកោតសរសើរទាំងយើងខ្ញុំជាក្រុមការងារទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងគឺយើងថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះសមានចិត្តនៃការគិតគូររបស់អាដាមឧបៈក៏ដូចជាចក្ខុវិស័យរបស់គាត់ហ្នឹងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពក៏ដូចជាការចូលរួមក្នុងការវិនិយោគមូលធនមនុស្សដែលជាអតិភិបស្នូលទាំងរបស់យុទ្ធសាស្ត្រចតុកោណក៏ដូចជាក្នុងពេលអាណត្តិនេះគឺក្នុងយុទ្ធសាស្ត្របញ្ចកោណដែលយើងគិតថាបញ្ហាអភិវឌ្ឍធនធានមនុស្សគឺជាអតិភិបមួយបាទសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាជាចុងក្រោយឯកឧត្តមលេងផាលីបានបញ្ជាក់ថាក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារសសយកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានចូលរួមក្នុងចលនាសង្គមជាតិដោយរួបរวมជាមួយនឹងសកម្មភាពសង្គមរបស់សសយកបន្ថែមទៀតតាមរយៈការលះបង់នេះបានសបញ្ជាក់ពីស្មារតី2ធ្នូដោយសមាជិកសមាជិកាសសយកសមាជិកសមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីមកពីប្រភពមានតួនាទីនិងមុខងារផ្សេងៗមករួមគ្នាដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែកមកធ្វើការងារជាក្រុមដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិនិងផ្ដល់ជាគំរូដល់សង្គមជាតិ